ទិញដីឲ្យលុយម្ចាស់ដីហើយតែចុងក្រោយម្ចាស់ដីហាមិនបានទទួលជាការពិតណាស់ការទូទាត់ប្រាក់បើសិនជាយើងមានការទូទាត់តាមរយៈកុងធនាគារ ABA ឬក៏ app ធនាគារផ្សេងៗដូចសប្តាហ៍នេះមិនមានបញ្ហាអ្វីនោះទេក្រុមហ៊ុនវិនិយោគជាក្រុមហ៊ុនផ្ដល់សេវាកម្មទិញលក់និងជួលអចលនវត្ថុទិញដីទិញផ្ទះទិញតាមវិនិយោគតែបញ្ហាដែលប្រឈមនោះគឺសម្រាប់ពុកម៉ែបងប្អូនដែលគាត់ទូទាត់ជាសាច់ប្រាក់សុទ្ធបានន័យថានៅនឹងមុខហ្នឹងហូចជាប្រាក់សុទ្ធតែម្ដងជាទូទៅការទូទាត់ប្រាក់សុទ្ធយើងអត់មាន record នៅក្នុង transaction ក៏ដូចជាការ transfer នៅក្នុង app ទេដែលយើងពិបាកឆាយជាភ័ស្តុតាងមែនទេហើយក៏ធ្លាប់មានបណ្ដឹងហើយក៏ធ្លាប់មានការវែកញែកជាច្រើនសម្រាប់អ្នកដែលគាត់ប្តឹងផ្ដាល់គ្នាអំពីករណីដែលអ្នកទិញបានបង់លុយទៅឲ្យអ្នកលក់ហើយតែអ្នកលក់ចុងក្រោយគាត់ប្រកែកថាមិនបានទទួលលុយនោះទេអញ្ចឹងតើយើងគួរធ្វើយ៉ាងណាកុំឲ្យរឿងនោះវាកើតឡើងម្ដងហើយម្ដងទៀតកុំឲ្យស្មុគស្មាញជាយោបល់របស់ខ្ញុំបើសិនជាពុកម៉ែបងប្អូនទៅទិញដីគេហើយយើងទូទាត់ជាសាច់ប្រាក់សុទ្ធទី1កិច្ចសន្យាបកគលទទួលប្រាក់គឺយើងត្រូវតែមានជាចាំបាច់ហើយទាមទារឲ្យមានសាក្សីដែលជាអ្នកច្បាស់លាស់អាចនិយាយបានថាជាអាជ្ញាធរដែលមានសមត្ថកិច្ចនៅតំបន់នោះក៏ដូចជាសាក្សីណាមួយដែលគាត់រស់នៅប្រចាំនៅក្នុងតំបន់នោះតែម្ដងទី2យើងគួរតែមានវីដេអូនៅពេលដែលយើងប្រគល់ប្រាក់យើងគួរតែថតជាវីដេអូដែលគាត់ទទួលប្រាក់ពីយើងរាប់ប្រាក់ថាពិតជាត្រឹមត្រូវហើយយើងគួរតែមានទាំងអស់នោះជាភស្តុតាងបើសិនជាពុកម៉ែបងប្អូនអត់មានលិខិតប្រគល់ទទួលប្រាក់អត់មានសាក្សីអត់មានវីដេអូបន្ទាប់មកយើងប្រគល់ទទួលប្រាក់ដោយគ្នាឯងតែប៉ុន្មានអ្នកមិនមានអ្វីបញ្ជាក់នោះខ្ញុំជឿថាទោះយើងប្តឹងដល់ណាក៏ដោយក៏អ្នកដែលគាត់វែកញែកក្តីឲ្យយើងនោះគាត់អត់បានវែកញែកដាច់ស្រេចឬក៏ច្បាស់លាស់ដែរដោយសារតែគ្មានភស្តុតាងអញ្ចឹងពុកម៉ែបងប្អូនគួរតែធ្វើរឿងទាំងអស់នេះដើម្បីឲ្យការទិញលក់របស់យើងនឹងមានភាពច្បាស់លាស់និងកុំឲ្យមានបញ្ហាទៅថ្ងៃក្រោយផងដែរខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងទិញដីប្រកបទៅដោយសុវត្ថិភាពហើយជឿជាក់កុំឲ្យមានបញ្ហាទៅថ្ងៃក្រោយធ្វើឲ្យយើងឈឺក្បាលកាន់តែខ្លាំងខ្ញុំបាទថាស៊ីថាណាសូមអរគុណសូមជម្រាបលា